ឃើញមានសេចក្តីរាយការណ៍នានាថាសហរដ្ឋអាមេរិកបានដកចេញពីតួនាទីជាអ្នកសម្របសម្រួលការចរចាឲ្យមានសន្តិភាពនៅរវាងអ៊ុយក្រែនហើយនិងរុស្ស៊ីការពិតទៅខ្ញុំឃើញអត្ថបទនឹងចំណងជើងខាងគេសរសេរមួយចំនួនចឹងដែរក៏ប៉ុន្តែវិទ្យាស្ថានសិក្សាអំពីសង្គ្រាមគាត់មិនវាតម្លៃដល់ប៉ុណ្ណឹងទេគាត់គ្រាន់តែថាគាត់ដកស្រង់ប្រភព3ទី1គឺលោកអនុប្រធានាធិបតី JD Vance លោកបាននិយាយថាសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែនរវាងរុស្ស៊ីនិងអ៊ុយក្រែនគឺវាមិនចាប់ងាយទេអញ្ចឹងណាលោកក៏ស្នើឲ្យភាគីទាំងពីរហ្នឹងជួបពិភាក្សាគ្នាសម្រាប់ទៅដើម្បីរកគាត់ប្រាប់ថា common sense come to common sense គឺថាគិតគូរតែរឿងអីល្អរឿងធ្វើនឹងទៅកុំឲ្យសម្រាប់គ្នាស្លាប់ច្រើនដោយសារទឹកដីបានទិញទួចឲ្យចំណាយមនុស្សឲ្យច្រើននេះចំណុចទី1ដែលគាត់បានមានប្រសាសន៍ចឹងហើយចំណុចទី2គឺលោករដ្ឋមន្ត្រីក្រសួងការបរទេសរបស់សហរដ្ឋអាមេរិកគឺលោកMarco Rubio ក៏បានដល់បទសម្ភាសន៍នៅក្នុងបទសម្ភាសន៍ជាមួយនឹងទូរទស្សន៍ Fox News លោកបាននិយាយថាមានកិច្ចការច្រើនដែលលោកប្រធានាធិបតី Donald Trump លោកត្រូវផ្ដោតជាអតិភិបដូច្នេះលោកនឹងស្នើឲ្យលោកប្រធានាធិបតីផ្ដោតទៅលើអតិភិបរឿងអីផ្សេងសិនព្រោះរឿងនៅអ៊ុយក្រែនហ្នឹងគឺទុកដោយសារតែប៉ុន្តែលោកក៏ប្រាប់ថាគឺសហរដ្ឋអាមេរិកនៅតែបន្តជួយតាមលទ្ធភាពដែលអាចធ្វើបានណាហើយហ្នឹងគឺមន្ត្រីទាំងពីរហ្នឹងបាននិយាយកាលពីថ្ងៃទី1ខែឧសភាដោយឡែកអ្នកស្រី Tammy Bruce ដែលជាអ្នកនាំពាក្យក្រសួងការបរទេសវិញអ្នកប្រហែលជានៅសម្ដីរបស់អ្នកស្រី Tammy Bruce ហ្នឹងហើយបានជាសារព័ត៌មានមួយចំនួនគាត់សរសេរ headline ថាអាមេរិកដកខ្លួនចេញពីតួនាទីជាអ្នកសម្របសម្រួលហើយគេដកស្រង់សម្ដីមកគឺយកសម្ដីរបស់អ្នកស្រី Tammy Bruce គឺអ្នកស្រីគាត់និយាយថាអាមេរិកគឺការដែលចំណាយនឹងច្រើននៅក្នុងការជួយសម្របសម្រួលចរចាហ្នឹងដោយសម្រេចបានអ្វីតិចតួចពេកអញ្ចឹងលើកទឹកចិត្តឲ្យភាគីទាំងពីរធ្វើយ៉ាងម៉េចរកវិធីដើម្បីចរចាគ្នាបាទអញ្ចឹងមិនមែនមានន័យគាត់និយាយថាអាមេរិកដកខ្លួនចេញពីការទូនាទីសម្របសម្រួលដាច់ណាត់អញ្ចឹងហ្មងទេវាអាចជាភាសាការទូតដែរណាបាទប៉ុន្តែខាងវិទ្យាស្ថានសិក្សាអំពីសង្គ្រាមគាត់បានប្រាប់ពាក្យថាប្រហែលជាអាមេរិកបន្ថយទូនាទីរបស់ខ្លួននៅក្នុងការខិតខំសម្របសម្រួលចរចាគ្នារវាងភាគីទាំងពីរប៉ុណ្ណឹងទេណាបាទនោះគឺសូមជម្រាបជូនប៉ុណ្ណឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលត្រូវបានបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គមលោក Zelensky បានទាមទារមានបទឈប់បាញ់30ថ្ងៃជាបន្ទាន់ជំនួសវិញដោយចោទរុស្ស៊ីថាបានបដិសេធមិនឈប់នៅអ្វីដែលលោកនិយាយថាគឺជាកិច្ចប្រឹងប្រែងដើម្បីបង្កើតសន្តិភាពនិងធានាសន្តិសុខដោយទីក្រុងគៀវនិងអ្នកគាំទ្ររបស់ខ្លួនលោក Zelensky លើកឡើងថាមានការប៉ុនប៉ងដោយឧបាយកលមួយផ្សេងទៀតពោលគឺមនុស្សគ្រប់គ្នាត្រូវតែរងចាំដល់ថ្ងៃ8ឧសភាហើយនៅពេលនោះទើបមានបទឈប់បាញ់មួយដើម្បីផ្ដល់ភាពស្ងប់ស្ងាត់ដល់លោកពូទីននៅក្នុងអំឡុងក្បួនដង្ហែនៃទិវាជ័យជំនះលោក Zelensky បន្តថាអ៊ុយក្រែនឲ្យតម្លៃលើជីវិតមនុស្សមិនមែនក្បួនដង្ហែទេគណៈបញ្ជាក់ថាលោកចង់បានបទឈប់បាញ់ជាបន្ទាន់ពេញលេញនិងគ្មានលក្ខខណ្ឌគួរដឹងថានៅព្រឹកថ្ងៃច័ន្ទលោកពូទីនបានប្រកាសបទឈប់បាញ់រយៈពេល3ថ្ងៃចាប់ពីពាក់កណ្ដាលអាធ្រាត្រឈានចូលថ្ងៃ8ឧសភាដល់ពាក់កណ្ដាលអាធ្រាត្រឈានចូលថ្ងៃទី11ឧសភាការប្រកាសនេះកើតឡើងក្រោយការផ្អាកដែលប្រកាសជាឯកតោភាគីស្តៀងគ្នានេះក្នុងអំឡុងពេលបុណ្យ Easter កាលពីដើមខែមេសាលោក Donald Trump ប្រធានាធិបតីរបស់សហរដ្ឋអាមេរិកបានលើកឡើងថាអាមេរិកចង់បានបទឈប់បាញ់ជាអចិន្ត្រៃយ៍ជាងការផ្អាកប្រយុទ្ធគ្នាត្រឹមតែ3ថ្ងៃដោយការប្រកាសរបស់លោកពូទីននោះប្រធានាធិបតីរុស្ស៊ីលោកពូទីននៅថ្ងៃ28មេសាបានប្រកាសអំពីការអនុវត្តការផ្អាកប្រយុទ្ធគ្នា3ថ្ងៃគឺ8ឧសភាដល់ថ្ងៃ11ឧសភាដើម្បីចូលរួមអបអរទិវាជ័យជំនះក្នុងសង្គ្រាមលោកប៉ុន្តែលោក Donald Trump លើកឡើងថាលោកចង់បានបទឈប់បាញ់អចិន្ត្រៃយ៍ជាងការប្រកាសរបស់លោកពូទីនត្រូវបានជួបជាមួយនឹងការជំរុញជាថ្មីថែមទៀតពីសេតវិមានសម្រាប់បទឈប់បាញ់អចិន្ត្រៃយ៍កើតឡើងនៅពេលដែលរដ្ឋបាលលោកត្រាំបង្កើនសម្ពាធលើរុស្ស៊ីនិងអ៊ុយក្រែនឲ្យយល់ព្រមលើកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមអ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិកលោក Brent Hooks បាននិយាយនៅថ្ងៃច័ន្ទថាគណៈដែលលោកប្រធានាធិបតី Trump ស្វាគមន៍ចំពោះឆន្ទៈរបស់លោកពូទីនក្នុងការផ្អាកចំនួននោះលោក Trump បានសង្កត់ធ្ងន់ណាស់ថាលោកចង់បានបទឈប់បាញ់អចិន្ត្រៃយ៍និងនាំយកចំនួននេះទៅជាដំណោះស្រាយដោយសន្តិវិធីលោកត្រាំបានសម្ដែងការខកចិត្តខ្លាំងចំពោះកិច្ចប្រឹងប្រែងពុំមានផ្លែផ្កាក្នុងការធ្វើអន្តរការីក្នុងដំណើរសន្តិភាពអ៊ុយក្រែនជាគោលបំណងធំបំផុតក្នុងរយៈពេល100ថ្ងៃដំបូងនៃអាណត្តិប្រធានាធិបតីរបស់លោកមានប្រភពពីមន្ត្រីការទូតបានឲ្យដឹងថាអ៊ីរ៉ង់ស្នើកិច្ចប្រជុំជាមួយអឺរ៉ុបមុនពេលបន្តការចរចាជុំទី4ជាមួយនឹងសហរដ្ឋអាមេរិករឿងកម្មវិធីនុយក្លេអ៊ែរប្រភពពីអ្នកការទូត4រូបបាននិយាយនៅថ្ងៃច័ន្ទ28មេសា
កន្លងទៅនេះថាអ៊ីរ៉ង់បានស្នើសុំជួបប្រជុំជាមួយភាគីអឺរ៉ុបស្ដីពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ2015ដែលអាចកើតឡើងនៅទីក្រុងរ៉ូមប្រទេសអ៊ីតាលីនៅថ្ងៃសុក្រទី2ឧសភាខាងមុខនេះគណៈការចរចាជុំទី4ជាមួយសហរដ្ឋអាមេរិកអាចបន្តនៅថ្ងៃ3ឧសភាដោយព្រមានថាមិនទាន់មានការឆ្លើយតបពីអឺរ៉ុបចំពោះគំនិតនេះនៅឡើយអ៊ីរ៉ង់កំពុងចង់កសាងសន្ទុះនៃកិច្ចចរចានុយក្លេអ៊ែរជាមួយអាមេរិកដែលបានចាប់ផ្ដើមឡើងវិញជុំទី3នៅក្នុងប្រទេសអូម៉ង់កាលពីថ្ងៃសៅរ៍សប្តាហ៍មុននិងបន្ទាប់ពីកិច្ចពិភាក្សាជាមួយរុស្ស៊ីនិងចិនកាលពីសប្តាហ៍មុនដូចគ្នាមន្ត្រីអូម៉ង់បាននិយាយថាការចរចាជុំទី4ថ្មីរវាងអាមេរិកនិងអ៊ីរ៉ង់អាចនឹងធ្វើឡើងនៅថ្ងៃ3ឧសភានៅអឺរ៉ុបប៉ុន្តែពុំទាន់មានការសម្រេចចិត្តជាផ្លូវការទេអ៊ីរ៉ង់បានងាកទៅរកចក្រភពអង់គ្លេសបារាំងនិងអាល្លឺម៉ង់ដែលត្រូវគេស្គាល់ថាមហាអំណាចអឺរ៉ុបទាំង3ឬហៅថាប្រទេសE3ដោយចង់ឲ្យខ្លួនមានជំរឿសច្រើនប៉ុន្តែក៏ចង់វាយតម្លៃថាជំហរអឺរ៉ុបនៅទីតាំងណាស្ដីពីការដាក់ទណ្ឌកម្មឡើងវិញរបស់អង្គការសហប្រជាជាតិដែលអាចធ្វើទៅបានមុនខែតុលានៅពេលដំណោះស្រាយផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀងឆ្នាំ2015ផុតកំណត់មន្ត្រីអ៊ីរ៉ង់បានបញ្ជាក់ពីសំណើសុំជួបភាគីE3នៅថ្ងៃ2ឧសភានោះប៉ុន្តែក៏និយាយថាE3មិនទាន់ឆ្លើយតបទេរហូតមកដល់ពេលនេះទូរទស្សនិកជនងាកទៅកាន់ព័ត៌មានអំពីបញ្ហាសង្គ្រាមនៅក្នុងតំបន់ហ្គាហ្សាមន្ត្រីខាងប៉ាឡេស្ទីនបានប្រាប់ទៅដល់អង្គការយុត្តិធម៌អន្តរជាតិ ICJ ថាអ៊ីស្រាអែលប្រើការបិទគប់ជំនួយជាអាវុធនៃសង្គ្រាមមន្ត្រីជាន់ខ្ពស់ប៉ាឡេស្ទីននៅថ្ងៃច័ន្ទ28មេសាបានប្រាប់តុលាការយុត្តិធម៌អន្តរជាតិ ICJ ថាអ៊ីស្រាអែលកំពុងបិទគប់ការផ្ដល់ជំនួយមនុស្សធម៌ដល់ប្រជាជនប៉ាឡេស្ទីននៅហ្គាហ្សាជាអាវុធនៃសង្គ្រាមដោយការលើកឡើងនេះកើតមាននៅដើមសប្តាហ៍នៃសវនាការនៅឯតុលាការកំពូលរបស់អង្គការសហប្រជាជាតិមួយនេះអ៊ីស្រាអែលមិនបានចូលរួមនៅក្នុងដំណើរការនៅ ICJ ទេប៉ុន្តែបានរិះគន់ភ្លាមដោយច្រានចោលសវនាការនេះថាជាផ្នែកមួយនៃការធ្វើទុកបុកម្នេញជាប្រព័ន្ធនិងការធ្វើឲ្យបាត់នូវភាពស្របច្បាប់របស់ប្រទេស ICJ កំពុងស្ដាប់ការរៀបរាប់ពីប្រទេសនិងអង្គការរាប់សិបដើម្បីបង្កើតនូវអ្វីដែលហៅថាមតិយោបល់ផ្ដល់ប្រឹក្សាស្ដីពីកាតព្វកិច្ចមនុស្សធម៌របស់អ៊ីស្រាអែលចំពោះប៉ាឡេស្ទីនដែលមានរយៈពេលលើសពី50ថ្ងៃហើយពាក់ព័ន្ធនឹងការទប់ស្កាត់ទាំងស្រុងរបស់ប្រទេសនេះមិនឲ្យជំនួយចូលទៅកាន់តំបន់ហ្គាហ្សាដែលត្រូវបានបំផ្លិចបំផ្លាញដោយសង្គ្រាមមន្ត្រីជាន់ខ្ពស់ប៉ាឡេស្ទីនលោក Amer Hijazi បានប្រាប់ចៅក្រមថាហាងនំប៉័ងដែលគាំទ្រដោយអង្គការសហប្រជាជាតិទាំងអស់នៅហ្គាហ្សាគឺបានបិទទ្វារទៅហើយលោក Hijazi បន្ថែមថាជនជាតិប៉ាឡេស្ទីន9នាក់ក្នុងចំណោម10នាក់មិនមានលទ្ធភាពទទួលបានទឹកស្អាតប្រើទេកន្លែងស្តុករបស់អង្គការសហប្រជាជាតិនិងទីភ្នាក់ងារអន្តរជាតិផ្សេងទៀតគឺមិនមានអ្វីនៅសេសសល់ទាំងអស់ទូរទស្សនិកជនប្រមុខទីភ្នាក់ងារចារកម្ម Sinbad របស់អ៊ីស្រាអែលបានប្រកាសថាលោកនឹងលាលែងចេញពីតំណែងហើយនឹងចុះចេញនៅថ្ងៃ15មិថុនាប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលបានរាយការណ៍ថាប្រមុខអង្គភាពសេវាចារកម្មក្នុងស្រុករបស់អ៊ីស្រាអែលលោក Ronen Bar បានប្រកាសលាលែងពីតំណែងហើយនឹងចុះចេញនៅថ្ងៃ15មិថុនារយៈពេល6សប្តាហ៍បន្ទាប់ពីនាយករដ្ឋមន្ត្រីលោក Benjamin Netanyahu របស់អ៊ីស្រាអែលបានព្យាយាមបណ្ដេញប្រធានសន្តិសុខរូបនេះទីភ្នាក់ងារចារកម្ម Sinbad ដែលគ្រប់គ្រងការស៊ើបអង្កេតប្រឆាំងអំពើភេរវកម្មគឺជាចំណុចកណ្ដាលនៃសមរភូមិនយោបាយកំពុងកើនឡើងដែលដាក់រដ្ឋាភិបាលចម្រុះស្ដាមនិយមរបស់លោក Netanyahu ប្រឆាំងក្រុមអ្នករិះគន់ផ្សេងៗមានចាប់ពីសមាជិកនៃស្ថាប័នសន្តិសុខរហូតដល់គ្រួសារចំណាប់ធ្នូនៅតំបន់ហ្គាហ្សាលោក Netanyahu បាននិយាយនៅថ្ងៃ16មីនាថាលោកបានដកសេចក្តីទុកចិត្តជាយូរមកហើយលើលោកបាហើយការជឿទុកចិត្តនោះគឺលើប្រមុខអង្គភាពសេវាសន្តិសុខក្នុងស្រុកដែលតួនាទីរបស់ពួកគេរួមមានការប្រយុទ្ធប្រឆាំងភេរវកម្មនិងសន្តិសុខសម្រាប់មន្ត្រីរដ្ឋាភិបាលពិសេសគឺមានសារៈសំខាន់នៅពេលមានសង្គ្រាមទិដ្ឋាការព័ត៌មានតាក់ទងទៅនឹងក្រុមសកម្មយុទ្ធ Hezbollah នៅក្នុងប្រទេសលីបង់ជាក្រុមមានសម្ព័ន្ធភាពជាមួយនឹងក្រុម Hamas នៅហ្គាហ្សាដែរនោះគឺមេដឹកនាំក្រុម Hezbollah បច្ចុប្បន្នអំពាវនាវដល់រដ្ឋាភិបាលឲ្យខិតខំបន្ថែមទៀតដើម្បីបញ្ចប់ការវាយប្រហាររបស់អ៊ីស្រាអែលលើប្រទេសលីបង់មេដឹកនាំក្រុម Hezbollah នៅលីបង់នៅថ្ងៃច័ន្ទដើមសប្តាហ៍នេះបានអំពាវនាវដល់រដ្ឋាភិបាលឲ្យខិតខំបន្ថែមដើម្បីបញ្ចប់ការវាយប្រហាររបស់អ៊ីស្រាអែលក្នុងប្រទេសនេះមួយថ្ងៃបន្ទាប់ពីអ៊ីស្រាអែលបានវាយប្រហារតាមអាកាសលើជាយក្រុងបេរុតលោក Naim Qassem បានឲ្យដឹងនៅក្នុងសន្ទរកថាតាមទូរទស្សន៍ថាក្រុម Hezbollah បានអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ដែលបានបញ្ចប់សង្គ្រាមអ៊ីស្រាអែល Hezbollah រយៈពេល14ខែនៅចុងខែវិច្ឆិកាប៉ុន្តែទោះយ៉ាងនេះក្តីអ៊ីស្រាអែលនៅតែបន្តការវាយប្រហារតាមអាកាសរាល់ថ្ងៃការអធិប្បាយរបស់លោក Qassem បានកើតឡើងនៅពេលដែលយោធាអ៊ីស្រាអែលបាននិយាយថាខ្លួនបានធ្វើការវាយប្រហារច្រើនជាង50លើកនៅក្នុងប្រទេសលីបង់នៅក្នុងខែនេះដោយអះអាងថាការវាយប្រហារទាំងនោះបានកើតឡើងបន្ទាប់ពីក្រុម Hezbollah បានរំលោភលើបទឈប់បាញ់ដែលសម្របសម្រួលដោយអាមេរិកកាលពីថ្ងៃអាទិត្យយន្តហោះចម្បាំងអ៊ីស្រាអែលបានវាយប្រហារតំបន់ជាយក្រុងភាគខាងត្បូងនៃទីក្រុងបេរុតបន្ទាប់ពីបានចេញការព្រមានប្រហែល1ម៉ោងមុនដែលជាការវាយប្រហារលើកទី3របស់អ៊ីស្រាអែលលើតំបន់នេះចាប់តាំងពីបទឈប់បាញ់បានចូលជាធរមាននៅចុងខែវិច្ឆិកា
យុទ្ធការបញ្ហានៅក្នុងតំបន់មជ្ឈិមបូព៌ាក្រុមឧទាមហូធីនៅក្នុងប្រទេសយេម៉ែនបានបដិញ្ញាថានឹងធ្វើការវាយប្រហារសងសឹកវិញក្រោយមានការវាយប្រហារថ្មីដែលត្រូវបានដាក់ការសង្ស័យថាជាស្នាដៃរបស់អាមេរិកអ្នកនាំពាក្យយោធារបស់ក្រុមសម្ព័ន្ធមិត្តអ៊ីរ៉ង់លោកយ៉ាយ៉ាសារីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍តាមទូរទស្សន៍នៅថ្ងៃច័ន្ទដើមសប្តាហ៍នេះថាក្រុមហូធីនៅយេម៉ែនបដិញ្ញាបន្តការវាយប្រហារនៅលើសមុទ្រក្រហមនិងសមុទ្រអារ៉ាប់បន្ទាប់ពីការវាយប្រហារដោយសហរដ្ឋអាមេរិកដែលត្រូវបានគេសង្ស័យសេចក្តីថ្លែងការណ៍របស់លោកយ៉ាយ៉ាសារីធ្វើឡើងបន្ទាប់ពីការវាយប្រហារតាមអាកាសដែលសង្ស័យបានសម្លាប់មនុស្សយ៉ាងហោចណាស់68នាក់នៅមជ្ឈមណ្ឌលឃុំឃាំងសម្រាប់ជនអន្តោប្រវេសន៍អាហ្វ្រិកនៅក្នុងប្រទេសយេម៉ែនជាការសម្លាប់មនុស្សដ៏បង្ហូរឈាមបំផុតលោកសារីបាននិយាយថាកម្លាំងប្រដាប់អាវុធនឹងបន្តដាក់គោលដៅនិងដេញតាមនាវាផ្ទុកយន្តហោះនិងនាវាចម្បាំងអរិភាពទាំងអស់នៅលើសមុទ្រក្រហមនិងសមុទ្រអារ៉ាប់ការវាយប្រហារលើមជ្ឈមណ្ឌលឃុំឃាំងសម្រាប់ជនអន្តោប្រវេសន៍អាហ្វ្រិកគឺជាការវាយប្រហារដ៏បង្ហូរឈាមបំផុតនៃការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិកដែលកាន់តែខ្លាំងឡើងប្រឆាំងនឹងក្រុមហ៊ូទីដែលជាសម្ព័ន្ធមិត្តអ៊ីរ៉ង់គ្រប់គ្រងនៅភាគខាងជើងនៃប្រទេសយេម៉ែននិងបានវាយប្រហារលើការដឹកជញ្ជូនតាមនាវានៅសមុទ្រក្រហមជាអ្វីដែលក្រុមនេះនិយាយថាជាសាមគ្គីភាពជាមួយពលរដ្ឋប៉ាឡេស្ទីនអង្គការសហប្រជាជាតិបានព្រមានថាការវាយប្រហារដ៏បង្ហូរឈាមនៅក្នុងប្រទេសយេម៉ែនបង្កើនហានិភ័យខ្លាំងណាស់ដល់ជនស៊ីវិលអ្នកនាំពាក្យអង្គការសហប្រជាជាតិលោក Stephen Dujarric បានព្រមានពីហានិភ័យនៃការកើនឡើងដល់ជនស៊ីវិលយេម៉ែនដោយនិយាយនៅថ្ងៃច័ន្ទ28មេសាថាអគ្គលេខាធិការអង្គការសហប្រជាជាតិមានការភ្ញាក់ផ្អើលខ្លាំងចំពោះរបាយការណ៍នៃការវាយប្រហារលើមជ្ឈមណ្ឌលឃុំឃាំងសម្រាប់ជនអន្តោប្រវេសន៍អាហ្វ្រិកក្នុងប្រទេសយេម៉ែនដែលបានសម្លាប់មនុស្សរាប់សិបនាក់នៅទីនោះលោក Dujarric ដែលជាអ្នកនាំពាក្យរបស់លោកអគ្គលេខាធិការ UN អង់តូនីញ៉ូ ហ្គូតេរ៉េសផងនោះបាននិយាយថាការវាយប្រហារដ៏បង្ហូរឈាមនោះបានបង្កហានិភ័យយ៉ាងខ្លាំងដល់ប្រជាជនជាជនស៊ីវិលនៅក្នុងប្រទេសយេម៉ែនហើយអង្គការសហប្រជាជាតិបន្តអំពាវនាវឲ្យភាគីទាំងអស់រក្សាកាតព្វកិច្ចរបស់ពួកគេក្រោមច្បាប់មនុស្សធម៌អន្តរជាតិរួមទាំងការការពារជនស៊ីវិលផងសាកសពដែលគ្របដណ្ដប់ដោយធូលីនិងកំទេចកំទីបានរាយប៉ាយនៅក្នុងបំណែកនៃមជ្ឈមណ្ឌលឃុំឃាំងនៅយេម៉ែនបន្ទាប់ពីទូរទស្សន៍ដែលគ្រប់គ្រងដោយក្រុមសកម្មប្រយុទ្ធហូទីបានពិពណ៌នានៅថ្ងៃច័ន្ទថាជាការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិកដែលបានសម្លាប់មនុស្សចំនួន68នាក់នេះជាការវាយប្រហារដ៏ធំបំផុតមួយមកទល់ពេលនេះក្នុងពេល6សប្តាហ៍នៃប្រតិបត្តិការយោធាកាន់តែខ្លាំងក្លាឡើងរបស់អាមេរិកទៅលើក្រុមហូទីដែលគ្រប់គ្រងភាគខាងជើងនៃប្រទេសយេម៉ែននិងបានវាយប្រហារការដឹកជញ្ជូនទំនិញនៅសមុទ្រក្រហមក្នុងអ្វីដែលក្រុមនេះថាជាសាមគ្គីភាពជាមួយប៉ាឡេស្ទីនយោធាអាមេរិកបាននិយាយថាខ្លួននឹងមិនផ្ដល់ព័ត៌មានលម្អិតពីគោលដៅនៃការវាយប្រហារតាមអាកាសរបស់ខ្លួននោះទេដោយសារហេតុផលសន្តិសុខនៃប្រតិបត្តិការប្រមុខពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកបានលើកឡើងថាលោក Donald Trump នឹងកាត់បន្ថយផលប៉ះពាល់លើពន្ធរថយន្តក្រុមមន្ត្រីនិងប្រមុខពាណិជ្ជកម្មអាមេរិកបាននិយាយថារដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump នឹងបន្ទាបផលប៉ះពាល់នៃពន្ធលើរថយន្តក្នុងថ្ងៃអង្គារ29មេសាឆ្នាំ2025នេះដោយកាត់បន្ថយពន្ធមួយចំនួនដែលដាក់លើគ្រឿងបន្លាស់បរទេសនៅក្នុងរថយន្តដែលផលិតក្នុងស្រុកនិងទប់ពន្ធលើរថយន្តដែលផលិតនៅបរទេសមិនឲ្យជាន់គ្នាលើពន្ធផ្សេងទៀតរដ្ឋមន្ត្រីពាណិជ្ជកម្មអាមេរិកលោក Howard Lutnick បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយពីសេតវិមានថាលោកប្រធានាធិបតី Trump កំពុងបង្កើតភាពជាដៃគូសំខាន់ជាមួយក្រុមហ៊ុនផលិតរថយន្តក្នុងស្រុកនិងកម្មករអាមេរិកលោកបន្តថាកិច្ចព្រមព្រៀងនេះគឺជាជ័យជំនះដ៏សំខាន់សម្រាប់គោលនយោបាយពាណិជ្ជកម្មតាមរយៈការផ្ដល់រង្វាន់ដល់ក្រុមហ៊ុនដែលផលិតក្នុងស្រុកគណៈពេលដែលមានការបើកផ្លូវក្រោយដល់អ្នកផលិតដែលបានបង្ហាញការបដិញ្ញាចិត្តក្នុងការវិនិយោគនៅអាមេរិកនិងពង្រីកការផលិតក្នុងស្រុកក្រុមហ៊ុនផលិតរថយន្តបាននិយាយនៅថ្ងៃច័ន្ទថាពួកគេរំពឹងថាលោកត្រាំនឹងបន្ធូរបន្ថយពន្ធលើរថយន្តមុនពេលទស្សនកិច្ចទៅកាន់រដ្ឋ Michigan ជាទីតាំងរបស់ក្រុមហ៊ុនផលិតរថយន្តធំៗទាំង3និងមានអ្នកផ្គត់ផ្គង់រថយន្តធំៗជាង 1000 កន្លែងកាលពីសប្តាហ៍មុនក្រុមចម្រុះនៃឧស្សាហកម្មរថយន្តរបស់អាមេរិកក៏បានជំរុញឲ្យលោកត្រាំកុំយកពន្ធ 25% លើគ្រឿងបន្លាស់រថយន្តដែលនាំចូលដោយព្រមានថាពួកគេនឹងកាត់បន្ថយការលក់និងដំឡើងតម្លៃប្រសិនបើពន្ធនៅតែមានពីទៅកាន់បញ្ហាក្នុងទំនាក់ទំនងចិនសហរដ្ឋអាមេរិកវិញចិនបានបដិសេធការអះអាងរបស់លោក Donald Trump ដែលថាលោក Xi Jinping ប្រធានាធិបតីរបស់ប្រទេសចិនបានជជែកតាមទូរស័ព្ទជាមួយរូបលោក Trumpក្រុងប៉េកាំងបាននិយាយនៅថ្ងៃច័ន្ទដើមសប្តាហ៍នេះថាមេដឹកនាំចិន Xi Jinping ពុំបានជជែកជាមួយប្រធានាធិបតីអាមេរិក Donald Trump តាមទូរស័ព្ទនៅពេលថ្មីៗនេះទេដោយទីក្រុងប៉េកាំងបាននិយាយឡើងវិញថាគ្មានការចរចាណាមួយកើតឡើងរវាងប្រទេសទាំងពីរដើម្បីដោះស្រាយសង្គ្រាមពន្ធនៅឡើយសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេសចិន
គឺជាការច្រានចោលទាំងស្រុងចំពោះការអះអាងរបស់លោកត្រាំនៅក្នុងបទសម្ភាសន៍ជាមួយទស្សនាវដ្តី Time កាលពីសប្តាហ៍មុនដែលថាលោកស៊ីបានទូរស័ព្ទទៅលោកគណៈប្រទេសមានសេដ្ឋកិច្ចធំជាងគេទាំងពីរនៅតែជាប់គាំងក្នុងចំនួនលើការដំឡើងពន្ធខ្ពស់លើពាណិជ្ជកម្មបញ្ឆេះឡើងដោយលោកត្រាំលោកហ្គួចាគុនបានប្រាប់សន្និសីទសារព័ត៌មានប្រចាំថាតាមលោកដឹងមិនមានការហៅទូរស័ព្ទនៅពេលថ្មីនេះរវាងប្រមុខរដ្ឋទាំងពីរទេលោកចង់បញ្ជាក់ជាថ្មីថាចិននិងអាមេរិកពុំទាន់បានចូលរួមនៅក្នុងការពិគ្រោះយោបល់ឬការចរចាលើបញ្ហាពន្ធគយនៅឡើយប្រទេសចិនបានរក្សាជំហរសាធារណៈដ៏តឹងរ៉ឹងរបស់ខ្លួនចំពោះសង្គ្រាមពាណិជ្ជកម្មស្របពេលលោកត្រាំបានទម្លាក់សម្លេងកាលពីសប្តាហ៍មុនដោយនិយាយថាពន្ធផ្នែកតារាសាស្ត្ររបស់សហរដ្ឋអាមេរិកលើទំនិញរបស់ចិននឹងធ្លាក់ចុះខ្លាំងហើយសន្យាថានឹងមានភាពរលូននៅតុចរចាទន្ទឹមនឹងរូបលោកព្យាយាមធ្វើឲ្យលោកស៊ីចាប់ផ្ដើមការចរចាលោកត្រាំដែលបានហៅលោកស៊ីម្ដងទៀតថាជាមិត្តពុំបានផ្ដល់ព័ត៌មានលម្អិតនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Time លើខ្លឹមសារនៃការហៅទូរស័ព្ទដែលមានការអះអាងជាមួយមេដឹកនាំចិនឬនៅពេលណាដែលជំនួបតាមទូរស័ព្ទនោះបានកើតឡើងនោះឡើយទូរទស្សនិកជនបញ្ហាសង្គ្រាមពាណិជ្ជកម្មបង្កឡើងដោយសហរដ្ឋអាមេរិកបានគ្របដណ្ដប់ទៅលើកិច្ចប្រជុំនៃសម្ព័ន្ធភាព BRICS ដែលធ្វើឡើងនៅក្នុងទីក្រុង Rio de Janeiro នៃប្រទេសប្រេស៊ីលជារួមយើងមានការជួបបន្ថែមពីលោកណនរីណាសម្រាប់ព័ត៌មានកាន់តែពិស្ដារទៅលើរឿងនេះបាទជារួមកិច្ចប្រជុំ BRICS នៅឆ្នាំនេះដែលកំពុងធ្វើឡើងនៅប្រេស៊ីលគេបានពិភាក្សាគ្នាទៅលើចំណុចសំខាន់អ្វីខ្លះលោករីណាបាទកិច្ចប្រជុំក្រុមប្រទេស BRICS ការប្រជុំកាលពីថ្ងៃច័ន្ទនិងថ្ងៃអង្គារដែលគេហៅថាចាប់ផ្ដើមកិច្ចប្រជុំរយៈពេល2ថ្ងៃនៃបណ្ដារដ្ឋមន្ត្រីការបរទេសនៃក្រុមប្រទេស BRICS ដែលដំបូងឡើយគឺមាន5ប្រទេសមានប្រេស៊ីលរុស្ស៊ីចិនឥណ្ឌានិងប្រទេសចិននោះឥឡូវនេះគឺមានការចូលរួមដោយប្រទេសថ្មីច្រើនទៀតរហូតដល់11ប្រទេសហើយឥឡូវនេះគឺរួមទាំងឥណ្ឌូនេស៊ីអេត្យូពីអេស៊ីបអ៊ីរ៉ង់អារ៉ាប៊ីសាអូឌីតនិងអារ៉ាប់រួមដែលបានចាប់ផ្ដើមកិច្ចប្រជុំរបស់ខ្លួនដែលត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយពីរបៀបវរៈសំខាន់ដែលផ្ដោតទៅលើបញ្ហានៃការដំឡើងពន្ធរបស់ប្រធានាធិបតីសហរដ្ឋលោកដូណាល់ត្រាំដែលធ្វើឲ្យមានស្ថានភាពចលាចលផ្នែកសេដ្ឋកិច្ចនៅក្នុងនោះគឺជាការប្រជុំត្រៀមសម្រាប់កិច្ចប្រជុំកំពូលនៃមេដឹកនាំ BRICS នៅខែកក្កដាខាងមុខក្នុងកិច្ចប្រជុំនេះគឺបើតាមសន្ទរកថាបើករបស់រដ្ឋមន្ត្រីការបរទេសប្រេស៊ីលMauro Vieira បានបញ្ជាក់ថានេះគឺជាពេលវេលាសំខាន់ស្របពេលដែលពិភពលោកកំពុងជួបនៅភាពចលាចលជាច្រើនពាក់ព័ន្ធនឹងបញ្ហាសេដ្ឋកិច្ចផងបញ្ហាចំនួនប្រដាប់អាវុធអស្ថិរភាពនយោបាយនិងការសឹកស្ដាយនៃពហុភាគីនិយមដោយក្នុងនោះគឺបានផ្ដោតសំខាន់ណាស់ទៅលើបញ្ហានៃការដំឡើងពន្ធជាឯកតោភាគីពីខាងសហរដ្ឋអាមេរិកនេះគឺជាគេហៅថាជាគោលការណ៍គ្រឹះនៃការពិភាក្សាប៉ុន្តែក្រុមប្រទេស BRICS ចាប់តាំងពីឆ្នាំ2022រហូតដល់ពេលនេះគឺការលើកឡើងការថ្កោលទោសការធ្វើអត្ថាធិប្បាយនេះពាក់ព័ន្ធនឹងសង្គ្រាមរុស្ស៊ីអ៊ុយក្រែនគឺបានត្រឹមតែមានការអំពាវនាវឲ្យមានសន្តិភាពដែលជាគោលដៅសំខាន់ស្របតាមគោលការណ៍និងវត្ថុបំណងនៃធម្មនុញ្ញរបស់អង្គការសហប្រជាជាតិគឺដើម្បីបញ្ជានៅការថ្កោលទោសឬការរិះគន់ការវាយលុករបស់រុស្ស៊ីលើអ៊ុយក្រែនក្នុងនោះនៅក្នុងសន្ទរកថាបើករបស់លោកវ៉ាយេរ៉ាក៏បានសង្កត់ធ្ងន់ផងដែរលើការជំរុញឲ្យមានការដោះស្រាយបន្ទាន់នៅវិបត្តិមនុស្សធម៌និងការដកកម្លាំងរបស់អ៊ីស្រាអែលទាំងស្រុងចេញពីតំបន់ហ្គាហ្សាដោយហៅការហ៊ុមព័ទ្ធបិទការដឹកជញ្ជូនចូលតំបន់ហ្គាហ្សារយៈពេលជាង50ថ្ងៃនេះថាជាទាំងមើលមិនអាចទទួលយកបាននេះគឺជារបៀបវរៈនៃកិច្ចប្រជុំសំខាន់ដែលគឺរំពឹងថាថ្ងៃនេះនឹងមានសេចក្តីប្រកាសរួមមួយទៀតដែលប្រកាសរួមមួយហើយដាក់បញ្ចូលក្រៅពីនោះគឺនៅដាក់បញ្ចូលពីការប្រយុទ្ធប្រឆាំងនឹងការលើកកម្ពស់ការថែរក្សាបរិស្ថាននិងការប្រយុទ្ធប្រឆាំងបញ្ហារ៉ែបូរអាកាសធាតុផងដែរនោះបាទការស្ទង់មតិមួយបានរកឃើញថាហានិភ័យនៃវិបត្តិសេដ្ឋកិច្ចពិភពលោកកើនឡើងខ្ពស់ដោយសារតែរលកពន្ធរបស់សហរដ្ឋអាមេរិកសេដ្ឋវិទូភាគច្រើននៅក្នុងការស្ទង់មតិរបស់សារព័ត៌មាន Reuters បានព្រមានថាហានិភ័យគឺខ្ពស់ណាស់ដែលថាសេដ្ឋកិច្ចពិភពលោកនឹងធ្លាក់ចូលទៅក្នុងវិបត្តិឬអនុភាពនៅឆ្នាំ2025នេះដែលក្នុងនោះអ្នកជំនាញសេដ្ឋកិច្ចជាច្រើនបាននិយាយថាពន្ធរបស់លោកប្រធានាធិបតីអាមេរិក Donald Trump បានធ្វើឲ្យខូចដល់ទំនុកចិត្តអាជីវកម្មទើបតែ3ខែកន្លងទៅក្រមសេដ្ឋវិទូដូចគ្នានេះដែលគ្របដណ្ដប់សេដ្ឋកិច្ចជិត50បានឲ្យដឹងថាសេដ្ឋកិច្ចពិភពលោកនឹងកើនឡើងនៅក្នុងកម្រិតរឹងមាំនិងស្ថិរភាពប៉ុន្តែជំហានរបស់លោកត្រាំក្នុងការផ្លាស់ប្ដូរពាណិជ្ជកម្មពិភពលោកដោយការដាក់ពន្ធនាំចូលទាំងអស់ទៅសហរដ្ឋអាមេរិក
បានបញ្ជូនរលកភ្ញាក់ផ្អើលតាមរយៈទីផ្សារហិរញ្ញវត្ថុបំផ្លាញតម្លៃផ្សារភាគហ៊ុនរាប់លានដុល្លារនិងអង្រួនទំនុកចិត្តវិនិយោគិនលើទ្រព្យសម្បត្តិអាមេរិករួមទាំងប្រាក់ដុល្លារផងដែរដែលធ្លាប់ជាជំរកដ៏សុវត្ថិភាពការស្ទង់មតិរបស់ Reuters នៅថ្ងៃទី1ដល់ថ្ងៃ28មេសាលើហានិភ័យនៃវិបត្តិសេដ្ឋកិច្ចពិភពលោកបានបង្ហាញថាពុំមានសេដ្ឋវិទូណាម្នាក់ឡើយនៅក្នុងចំណោមជាង300នាក់ដែលគិតថាពន្ធគយមានផលប៉ះពាល់វិជ្ជមានលើអាជីវកម្មផ្ទុយមកវិញតួលេខ 92% លើកតែពីចំណុចអវិជ្ជមានមានតែសេដ្ឋវិទូ 8% ប៉ុណ្ណោះដែលនិយាយថាព្យាក្រឹតដែលភាគច្រើនមកពីឥណ្ឌានិងប្រទេសមានសេដ្ឋកិច្ចកំពុងរីកចម្រើនផ្សេងទៀតសេដ្ឋវិទូ 3/4 បានកាត់បន្ថយការព្យាករណ៍កំណើនសកលឆ្នាំ 2025 របស់ពួកគេដែលនាំឲ្យមធ្យមភាគមកនៅត្រឹម 2.7% ពីតួលេខ 3.0% នៅក្នុងការស្ទង់មតិខែមករាដែលប្រឈមមុខនឹងភាពមិនច្បាស់លាស់ដែលកើនឡើងនឹងពន្ធខ្ពស់រាប់សតវត្សរ៍លើទំនិញអាជីវកម្មសកលជាច្រើនបានដកថយឬកាត់បន្ថយការព្យាករណ៍ប្រាក់ចំណូលរបស់ពួកគេ។